អ្នកម្ដុំទួលប្រប្រហែលជាមិនសូវជារំលងកន្លែងស៊ុបគោមកកន្លែងនេះទេឥឡូវនេះគាត់ចេញស្មងគោអាំងហើយនេះអានេះគេហៅកាសោមែនទាំងអស់នេះបើសិនជាពុកម៉ែបងប្អូនណាគាត់ស្គាល់ណាអាចជួយខមមិនប្រាប់ខ្ញុំអត់សូវស្គាល់ទេគាត់ថាអត់សូវសម្បូរទេអានេះហើយជាមួយនឹងស៊ុបខួរហ្នឹងហើយគឺគាត់ចេញជាស៊ុបខួរមួយចានទៀតឥឡូវហ្នឹងហើយសាច់គោអាំងអីក៏មាននិយាយទៅគ្រឿងក្លែមអីក៏មានដែរនៅកន្លែងនេះហើយទីតាំងរបស់គាត់ហ្នឹងនៅម្ដុំទួលប្របើសិនជាជំនាញខាងហ្នឹងអ្នកដែលគាត់រស់នៅប្រហែលជាស្គាល់ច្រើនហើយសុកហេងស៊ុបស្មងគោនៅម្ដុំទួលប្រហ្នឹងគាត់បើកចាប់ពីម៉ោង3រសៀលដល់ម៉ោង11យប់ហើយមួយវិញទៀតអ្នកលក់ក៏គាត់ចង់ប្រាំផ្ញើដែរដោយសារតែបើសិនជាក្នុងករណីថាភ្ញៀវមួយចំនួនដែលគាត់ទៅអត់សូវពេញចិត្តលើសេវាកម្មគាត់អីអញ្ចឹងណាដោយសារតែនៅពេលដែលលក់ដាច់ទៅវាអាចនឹងមានចំណុចខ្វះខាតអញ្ចឹងគាត់ក៏សូមអធិស្ឋានដែរគាត់ព្យាយាមពង្រឹងសេវាកម្មបន្ថែមទៀតអីអញ្ចឹងក្រែងលោបងអូនពុកម៉ែបងប្អូនទៅអត់សូវសប្បាយចិត្តចំពេលណាលក់ដាច់អីអញ្ចឹងណាអញ្ចឹងវារៀងមានចំណុចខ្វះខាតហើយនេះខ្ញុំណែនាំអ្នកទាំងអស់គ្នាសាកជាមួយនឹងស៊ុបខួរចំហុយនេះអូយជាតិមែនតើដោយសារគាត់ទៅលក់មួយចានបែបហ្នឹងឯងហើយចង់សាច់គោអាំងពោះគោអីក៏មានដែរកន្លែងគាត់គ្រឿងខ្លែមានមកចប់និយាយរួមទៅគ្រឿងគោអ្នកទាំងអស់គ្នាហើយតម្លៃគឺសមរម្យមែនតើម៉ួយរបស់គាត់កន្លែងហ្នឹងប្រកាសជាដឹងហើយនិយាយពីថាស៊ុបអីញ៉ាំមកគឺបែកញើសខ្ចាយនេះហើយជាមួយនឹងអីគេអាស្មងគោអាំងនេះក៏គាត់ទៅតែចាប់ផ្ដើមលក់មួយរយៈក្រោយនេះដែរប៉ុន្តែលក់ដាច់ហើយរសជាតិអូយឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាអើយញ៉ាំមកនិយាយពីថាបើតែម្ដងហើយអាទឹកគ្រឿងដែលគាត់លាបលើអាស្មងគោហ្នឹងអូយនិយាយទៅឆ្ងាញ់មែនតើអញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាសាកសិនទៅតែបើសិនជាអ្នកដែលគាត់ទៅហើយដូចខ្ញុំនិយាយអញ្ចឹងណាអធិស្ឋានដោយសារតែម្ចាស់ហាងក៏គាត់ព្យាយាមបណ្រឹងទៅលើសេវាកម្មដែរតែបើសិនជាក្នុងករណីមានចំណុចខ្វះខាតអីឥឡូវហ្នឹងគឺគាត់បានព្យាយាមកែសម្រួលកែប្រែបន្ថែមអីអញ្ចឹងគាត់ចង់អធិស្ឋានដល់ភ្ញៀវដែលអត់សូវជាសប្បាយចិត្តឬមួយក៏មានចំណុចខ្វះខាតនៅពេលដែលទៅជាក់ស្ដែងអីអញ្ចឹងណាអញ្ចឹងបងអូនអាចទៅសាកកន្លែងហ្នឹងបានបើសិនជាអត់ទាន់សាកទៅលើរសជាតិហើយតម្លៃរបស់គាត់គឺពិតជាសមរម្យមែនតើអញ្ចឹងសម្រាប់ទីតាំងលម្អិតឬក៏លេខទូរស័ព្ទតំណបន្ថែមអីចាំខ្ញុំដាក់នៅក្នុង comment បន្ថែមទៀតអរគុណច្រើន